សូមស្វាគមន៍មិត្តទាំងអស់គ្នាមកកាន់ផ្លូវនៃជីវិតនៅថ្ងៃនេះយើងនឹងរៀនជាមួយគ្នានៅមេរៀនទី32អំពីលោកពីឡាតកាត់ទោសប្រហារជីវិតព្រះយេស៊ូវចំណុចសំខាន់ដែលយើងត្រូវចងចាំអំពីមេរៀននៅថ្ងៃនេះគឺព្រះយេស៊ូវត្រូវបានកាត់ទោសប្រហារជីវិតទោះបីជាព្រះអង្គមិនបានប្រព្រឹត្តបទល្មើសទាល់តែសោះក៏ដោយនៅក្នុងព្រះគម្ពីរអេសាយចំពុក53ខ6បានចែងថាកាលពីមុនយើងទាំងអស់គ្នាសុទ្ធតែវង្វេងដូចជាមដែលបែកចេញពីហ្វូងម្នាក់ដើរតាមផ្លូវរបស់ខ្លួនផ្ទាល់តែព្រះអង្គបានទម្លាក់កំហុសរបស់យើងរាល់គ្នាទៅលើលោកយើងបាននឹងរួចមកហើយថាមហាបូជាចារ្យនិងក្រុមប្រឹក្សាជាន់ខ្ពស់បានសម្រេចចិត្តថាព្រះយេស៊ូវត្រូវតែសុគតដែលមានន័យថាព្រះយេស៊ូវត្រូវតែស្លាប់ទោះបីជាយ៉ាងណាក៏ដោយនៅពេលនោះស្រុកអ៊ីស្រាអែលត្រូវបានគ្រប់គ្រងដោយពួករ៉ូម៉ាំងពួកជនជាតិយូដាមិនអាចកាត់ទោសប្រហារជីវិតនរណាម្នាក់ដោយខ្លួនឯងបានឡើយដូច្នេះពួកគេត្រូវបញ្ចុះបញ្ចូលលោកពីឡាតជាចៅហ្វាយខេត្តរបស់ពួករ៉ូម៉ាំងថាត្រូវតែសម្លាប់ព្រះយេស៊ូវព្រះគម្ពីរម៉ាកុសចំពុក15ខ1ដល់ខ5បានចែងថាលុះព្រលឹមឡើងពួកនាយកបូជាចារ្យប្រជុំគ្នាជាមួយពួកព្រឹទ្ធាចារ្យពួកអាចារ្យនិងក្រុមប្រឹក្សាជាន់ខ្ពស់ទាំងមូលគេបានចងព្រះយេស៊ូវហើយបញ្ជូនព្រះអង្គទៅលោកពីឡាតលោកពីឡាតសួរព្រះអង្គថាតើអ្នកជាស្ដេចយូដាមែនឬព្រះយេស៊ូវមានព្រះបន្ទូលតបថាលោកទេតើដែលមានប្រសាសន៍ដូច្នេះពួកនាយកបូជាចារ្យបានយករឿងជាច្រើនមកចោទប្រកាន់ព្រះយេស៊ូវលោកពីឡាតសួរព្រះអង្គម្ដងទៀតថាហេតុដូចម្ដេចបានជាអ្នកមិនឆ្លើយអ្វីសោះដូច្នេះអ្នកមិនឮពាក្យទាំងប៉ុន្មានដែលគេចោទប្រកាន់អ្នកទេឬព្រះយេស៊ូវពុំឆ្លើយតបទៀតឡើយជាហេតុនាំឲ្យលោកពីឡាតងឿងឆ្ងល់ជាខ្លាំងក្រុមប្រឹក្សាជាន់ខ្ពស់បាននាំយកព្រះយេស៊ូវទៅឲ្យលោកពីឡាតជាចៅហ្វាយខេត្តរបស់ពួករ៉ូម៉ាំងព្រះយេស៊ូវត្រូវបានទីទុកជាមុនថាព្រះអង្គជាកូនចៅរបស់ស្ដេចដាវីតដែលនឹងគ្រប់គ្រងជាស្ដេចជារៀងរហូតពួកមហាបូជាចារ្យបានចាប់ប្រកាន់ព្រះយេស៊ូវដែលព្រះអង្គមានបន្ទូលថាព្រះអង្គជាស្ដេចនៃជនជាតិយូដានេះជាបញ្ហាប្រឆាំងជាមួយនឹងអាញាធរឬអំណាចរបស់ពួករ៉ូម៉ាំងដូច្នេះហើយបានជាលោកពីឡាតបានសួរទៅកាន់ព្រះយេស៊ូវថាតើអ្នកជាស្ដេចយូដាមែនឬលោកពីឡាតមានការងើយឆ្ងល់ជាខ្លាំងនៅពេលដែលព្រះយេស៊ូវបដិសេធមិនព្រមឆ្លើយចំពោះការចាប់ប្រកាន់ទាស់នឹងព្រះអង្គនេះការនេះត្រូវបានបំពេញទីទុកជាមុនក្នុងព្រះគម្ពីរអេសាយចំពោះ53ខ7បានចែងថាទ្រង់ត្រូវគេសង្កត់សង្កិនហើយធ្វើទុកតែទ្រង់មិនបានហៅព្រះអស់សោះព្រះគម្ពីរម៉ាកុសចំពុក15ខ6ដល់ខ15បានចែងថាជារៀងរាល់ឆ្នាំក្នុងឱកាសបុណ្យចម្លងលោកពីឡាតតែងតែលែងអ្នកទោសម្នាក់តាមពាក្យសុំរបស់បណ្ដាជនមានបរិសម្នាក់ឈ្មោះបារ៉ាបាសជាប់ឃុំឃាំងជាមួយពួកបះបោរដែលសម្លាប់មនុស្សម្នាក់នៅពេលកើតចលាចលបណ្ដាជននាំគ្នាឡើងទៅជួបលោកពីឡាតសុំឲ្យលោកដោះលែងអ្នកទោសម្នាក់តាមទម្លាប់ដែលលោកធ្លាប់អនុគ្រោះដល់គេលោកពីឡាតមានប្រសាសន៍សួរថាតើអ្នករាល់គ្នាចង់ឲ្យខ្ញុំដោះលែងស្ដេចយូដាឬលោកមានប្រសាសន៍ដូច្នេះមកពីលោកជ្រាបថាពួកនាយកបូជាចារ្យបញ្ជូនព្រះយេស៊ូវមកលោកព្រោះពួកគេមានចិត្តច្រណែនពួកនាយកបូជាចារ្យនាំគ្នាបញ្ចុះបញ្ចូលបណ្ដាជនសុំឲ្យលោកពីឡាតដោះលែងបារ៉ាបាសវិញលោកពីឡាតមានប្រសាសន៍ទៅគេម្ដងទៀតថាបើដូច្នេះតើអ្នករាល់គ្នាចង់ឲ្យខ្ញុំធ្វើអ្វីដល់អ្នកដែលអ្នករាល់គ្នាហៅថាស្ដេចយូដានេះគេស្រែកឡើងថាឆ្កាងទៅលោកពីឡាតសួរថាតើអ្នកនេះបានប្រព្រឹត្តអំពើអាក្រក់អ្វីប៉ុន្តែគេនាំគ្នាស្រែកកាន់តែខ្លាំងឡើងថាឆ្កាងទៅលោកពីឡាតចង់បំពេញចិត្តបណ្ដាជនក៏ដោះលែងបារ៉ាបាសបន្ទាប់ពីបញ្ជាឲ្យគេវាយព្រះយេស៊ូវនឹងរំពាត់រួចហើយលោកប្រគល់ទៅឲ្យគេឆ្កាងជារៀងរាល់ឆ្នាំតាមទម្លាប់របស់លោកពីឡាតនៅក្នុងឱកាសបុណ្យចម្លងលោកតែងតែដោះលែងអ្នកទោសម្នាក់លោកពីឡាតដឹងថាពួកមហាបូជាចារ្យមានចិត្តច្រណែននិងដឹងថាព្រះយេស៊ូវស្រួលត្រង់លោកពីឡាតសង្ឃឹមថាហ្វូងមនុស្សនឹងសូមឲ្យដោះលែងព្រះយេស៊ូវដូច្នេះគាត់នឹងមិនសម្រេចចិត្តពីព្រះអង្គឡើយប៉ុន្តែពួកមហាបូជាចារ្យបានញុះញង់ហ្វូងមនុស្សឲ្យសុំលោកពីឡាតដោះលែងបារ៉ាបាសដែលជាអ្នកទោសនិងជាឃាតករម្នាក់ទៅវិញពួកហ្វូងមនុស្សបានទាមទារឲ្យឆ្កាងព្រះយេស៊ូវការឆ្កាងគឺជាការដាក់ទណ្ឌកម្មដ៏ឈឺចាប់បំផុតដែលជនជាតិរ៉ូម៉ាំងប្រើសម្រាប់ជនល្មើសដ៏ឃោរឃៅបំផុតលោកពីឡាតបានប្រគល់ព្រះយេស៊ូវទៅឲ្យគេវាយនិងឆ្កាងទោះជាគាត់ដឹងថាព្រះយេស៊ូវមិនបានប្រព្រឹត្តបទល្មើសណាមួយក៏ដោយពួកទាហានបានប្រើរំពាត់ធ្វើពីដុំដែកស្រួចនិងឆ្អឹងដើម្បីវាយព្រះយេស៊ូវ
លោកពីឡាតបានថ្កោលទោសព្រះយេស៊ូវឲ្យស្លាប់ដោយសារគាត់ចង់បំពេញបំណងបណ្ដាជនព្រះយេស៊ូវមិនដែលប្រព្រឹត្តបទល្មើសទាល់តែសោះឬអំពើបាបណាមួយឡើយព្រះគម្ពីរម៉ាកុសចំពុក15ខ16ដល់ខ20បានចែងថាពួកទាហានបណ្ដាព្រះយេស៊ូវទៅក្នុងទីធ្លាបន្ទាយហើយហៅកងទាហានទាំងមូលមកគេយកអាវពណ៌ក្រហមទុំមកពាក់ឲ្យព្រះអង្គរួចយកបន្លាមកក្រងធ្វើភួងបំពាក់ជាមកុដលើព្រះសិរសាព្រះអង្គគេក៏នាំគ្នាសំពះព្រះអង្គទាំងពោលថាសូមគោរពថ្វាយបង្គំស្ដេចយូដាគេយកផ្ដៅវាយព្រះសិរសាព្រះអង្គគេស្ដោះទឹកមាត់ដាក់ព្រះអង្គព្រមទាំងលុតជង្គង់ថ្វាយបង្គំព្រះអង្គថែមទៀតផងក្រោយពីបានប្រមាថមើលងាយព្រះអង្គរួចហើយពួកគេដោះអាវពណ៌ក្រហមចេញយកព្រះពស្ត្ររបស់ព្រះអង្គមកពាក់ថ្វាយព្រះអង្គវិញហើយបណ្ដាលយកទៅឆ្កាងពួកទាហានបានចំអកលក់លើយឲ្យព្រះយេស៊ូវថាជាស្ដេចយូដាពួកគេបានយកអាវពណ៌ស្វាយមកពាក់ឲ្យព្រះអង្គរួចយកបន្លាក្រងធ្វើជាភួងបំពាក់ជាមកុដលើព្រះសិរសារបស់ព្រះអង្គពួកគេក៏នាំគ្នាសំពះព្រះអង្គទាំងពោលថាសូមគោរពថ្វាយបង្គំស្ដេចយូដាពួកគេបានយកផ្ដៅវាយព្រះសិរសាព្រះអង្គពួកគេបានស្ដោះទឹកមាត់ដាក់ព្រះអង្គពួកគេបានចំអកដាក់ព្រះអង្គដោយលុតជង្គង់និងថ្វាយបង្គំព្រះអង្គពួកគេបានបណ្ដាលព្រះអង្គយកទៅឆ្កាងតើបងប្អូនធ្លាប់ត្រូវបានគេចាប់ប្រកាន់ថាបានធ្វើនៅអ្វីមួយដែលបងប្អូនមិនបានធ្វើដែរឬទេបងប្អូនបានធ្វើអ្វីខ្លះនៅក្នុងស្ថានភាពបែបនោះជាការពិតណាស់ពេលខ្លះយើងការពារខ្លួនយើងយ៉ាងខ្លាំងប៉ុន្តែព្រះយេស៊ូវមិនបានមានបន្ទូលអ្វីទាំងអស់ព្រះអង្គបានព្រមទទួលយកការដាក់ទណ្ឌកម្មដែលគួរតែជារបស់ពួកយើងខ្ញុំមានសំណួរមួយសួរបងប្អូនតើមានអ្វីដែលធ្វើឲ្យបងប្អូនភ្ញាក់ផ្អើលអំពីរឿងនេះតើមានអ្វីដែលធ្វើឲ្យបងប្អូនចាប់អារម្មណ៍បំផុតអំពីរឿងនេះសូមប្រាប់នរណាម្នាក់ពីអ្វីដែលបងប្អូនបានរៀនពីព្រះបន្ទូលរបស់ព្រះនៅក្នុងសប្តាហ៍នេះជួបគ្នាម្ដងទៀតនៅមេរៀនក្រោយ